វិធីសមាទានសិលយ៉ាងណាដែលហៅថាសមាទានសិលសិលជាវិន័យសម្រាប់អប់រំវឹកវើហាត់ពុតលុតដំកិរិយាចរិយាមារយាទសម្អាតការប្រព្រឹត្តតាមផ្លូវកាយវាចាចិត្តរបស់ខ្លួនយើងម្នាក់ៗឲ្យមានរបៀបមានសិលធម៌មានគុណធម៌ល្អប្រសើរត្រឹមត្រូវវាចាកនៅអកុសលធម៌ទាំងឡាយដែលជាអំពើបាបអំពើអាក្រក់ដែលមានអវិជ្ជាតណ្ហានិងឧបាទានជាប្រភពធ្លាប់ថាកន្លងមកយើងតែងប្រើពាក្យថាសុំសិលសុំឬសូមជាគូគ្នានឹងពាក្យឲ្យមានន័យថាមានម្នាក់ជាអ្នកឲ្យម្នាក់ទៀតជាអ្នកទទួលយកបានដោយការសុំឬសូមនោះដូចជាការសុំបាយសុំទឹកសុំប្រកាសគ្នាជាដើមស្មូមឯសិលពុំមែនជាវត្ថុជាអំណោយសម្រាប់សុំសម្រាប់ចែកសម្រាប់ឲ្យគ្នាបានឡើយសមាទានសិលគឺជាការខិតខំធ្វើប្រតិបត្តិរក្សាចិត្តឲ្យបានល្អប្រពៃព្យាយាមប្រយុទ្ធច្បាំងយកសញ្ជ័យលើខ្មាំងកិលេសដែលពួនសំងំបន្លំខ្លួនធ្វើឲ្យយើងវង្វេងស្រវឹងញៀនញាមនិងកាមគុណទាំង5រូបសំឡេងក្លិនរសផោតពៈមិនចេះនឿយណាយនោះការសមាទានសិលគឺជាការរក្សាឬសាងសិលពុំមែនជាការសុំពីគ្នាឬជាការចែករំលែកគ្នាតាមមโนសញ្ចេតនាបានឡើយអ្នកឲ្យទោះជាអ្នកមានសទ្ធាចង់ឲ្យក៏គ្មានវិធីណាអាចឲ្យគ្នាបានឡើយព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូទ្រង់បានប្រទាននៅឱវាទព្រានប្រដៅប្រាប់ពីកិច្ចប្រតិបត្តិដើម្បីឲ្យកើតជាសិលឲ្យបាននៅសិលអ្នកទទួលបើមិនប្រឹងកសាងធ្វើដោយខ្លួនឯងទេក៏មិនដឹងជាទទួលតាមវិធីណាឡើយការគ្រាន់តែចាំឬសូត្រថាតាមនៅសិក្ខាបទទាំងឡាយពុំមែនមានន័យគ្រប់គ្រាន់ថាបានធ្វើនៅសិលនោះទេបើមិនយល់ន័យនៃសិក្ខាបទទាំងឡាយហើយចេះតែសូត្រថាតាមគេទាំងមិនដឹងមិនយល់ថាអ្វីជាសិលផងនោះហើយខ្វះការប្រតិបត្តិជាក់ស្ដែងក៏ពុំមានន័យអ្វីទាល់តែសោះសម្រាប់ការដោះលាងសម្អាតជីវិតការប្រព្រឹត្តតាមផ្លូវកាយវាចាចិត្តឲ្យចេញចាកផុតពីភាពអវិជ្ជាដែលជាប្រភពនៃអកុសលកម្មទាំងឡាយដូចនេះសិលគឺពុំមែនជាការសុំបាននោះទេសិលគឺជាតួកុសលចេតនាក្នុងការប្រព្រឹត្តនៅសិក្ខាបទទាំងឡាយដើម្បីបោសសម្អាតដោះលាងជម្រះនៅល្អងធូលីនៃកិលេសតណ្ហាមានលោភៈរាគៈទោសៈមោហៈជាដើមដែលប្រឡាក់ដិតដាមក្នុងសន្តានចិត្តវាចានិងការប្រព្រឹត្តទាំងឡាយទោះនៅជាប្រថុជនគ្រប់គ្នានេះ